អាមេរិកលោកត្រាំគាត់ថាគាត់អាចចរចាជាមួយពួកអ៊ីរ៉ង់បានទេព្រោះអ្នកទាំងអស់នេះមានជំងឺសរសៃប្រសាទបាទប៉ុន្តែខ្ញុំប្លែកដែរលោកត្រាំពេលខ្លះគាត់និយាយថាសង្គ្រាមនៅអ៊ីរ៉ង់ហ្នឹងដូចជាចប់បាត់ទៅហើយរឿងថាគាត់ចប់ហ្នឹងគាត់ថាអាមេរិកដូចកំទេចប្រព័ន្ធការពារអាកាសការពារស្អីអីរបស់អ៊ីរ៉ង់ហ្នឹងដល់ដីរៀបដល់ដីអស់ហើយខ្ទេចខ្ទីអស់ហើយអ៊ីរ៉ង់គ្មានជំរឿសអីផ្សេងទៀតទេក៏ប៉ុន្តែឥឡូវនេះនៅតែអ៊ីរ៉ង់អាចអីអញ្ចឹងបានបាញ់អីចឹងបានទៀតអញ្ចឹងលោកត្រាំគាត់ក៏ពាំតណោតខ្លួនឯងធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនគិតថាគាត់ចេះតែថាខ្ទេចខ្ទីឃើញតែអ៊ីរ៉ង់បាញ់មកវិញបានទៀតប៉ុន្តែជាការពិតអ៊ីរ៉ង់បាត់បង់ដែនអាកាសអស់ហើយគឺយន្តហោះអាមេរិកកំទេចខ្ទេចខ្ទីអស់ហើយឥឡូវនៅតែមួយទៀតទេដែលអាមេរិកអាចនឹងចាត់ការអ៊ីរ៉ង់គឺកំទេចរោងចក្រផលិតអគ្គិសនីទៅដល់រឿងហ្នឹងអ៊ីរ៉ង់ចាប់ហើយអស់មានអីទៅមុខទៀតហើយបរមាណូរបស់អ៊ីរ៉ង់បើមានអាចនឹងថាអាមេរិកធ្លាប់កំទេចរោងចក្រផលិតបរមាណូអស់3កន្លែងដែរតែបើសិនជាមានឧទាហរណ៍បើអ៊ីរ៉ង់ហ៊ានប្រើធរក្តៅដោយបាញ់អាវុធបរមាណូតែមួយគ្រាប់អ៊ីរ៉ង់នឹងទៅជាផេះផង់ដែរដូច្នេះមិនមានសង្គ្រាមបរមាណូនឹងកើតឡើងទេតែមានតែអ៊ីរ៉ង់កាន់តែទ្រាំខ្លួនកាន់តែខ្លាំងតទៅទៀតហើយសង្គ្រាមនេះវាមិនទាន់ចប់ទេដរាបណាការបោះឆ្នោតទម្លាក់ប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងខែវិច្ឆិកានេះអត់ទាន់មកដល់ហើយនឹងការបោះឆ្នោតឆ្នាំ2028បោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីមិនទាន់ចូលមកដល់ទេនោះបាទអាមេរិកសម្រុកវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ក្រោយលោកត្រាំប្រកាសហែកចោលបទជប់បាញ់តើហើយបងប្អូនសង្គ្រាមអាមេរិកនិងអ៊ីរ៉ង់នេះគឺវាហៅអត់លឺទៀតទេព្រោះអីចាប់ហើយអាមេរិកចាប់ផ្ដើមប្លង់ដាក់គ្រប់ទីកន្លែងនៅអ៊ីរ៉ង់ហើយអ៊ីរ៉ង់ក៏ប្លង់ដាក់សម្ព័ន្ធមិត្តអាមេរិកប្រសាចច្រកហមមូសនេះក៏កំពុងរងកាត់ឆ្លងរងព្យុះមៀដែរមិនដឹងថាកប៉ាល់ដឹកប្រេងហ្នឹងត្រូវគេបាញ់ខ្លះអីខ្លះអញ្ចឹងប្រេងសាំងវានឹងអាក់ខានមួយរយៈធំទៀតហើយត្រៀមខ្លួនចាស់បងប្អូនរឿងនេះគឺអត់ថយក្រោយទេហើយគឺលោកយាយសៅង៉ែតក៏បានលាចាកលោកទៅហើយដោយបន្សល់ទុកនៅរឿងរ៉ាវជាច្រើនតាក់ទងនឹងបញ្ហាសិទ្ធិនយោបាយរបស់កូនគាត់នៅដោះស្រាយតាមក្រោយក៏ប៉ុន្តែតាក់ទងនឹងការដែលទទួលឬក៏មរណភាពរបស់លោកយាយសៅង៉ែតនេះគឺយើងដឹងហើយថាលោកយាយមានជំងឺអឺចាស់ជរាព្យាធិនឹងគឺចុងក្រោយរហូតតតែមិនអាចងើបពីគ្រែបានទេហើយភាពសោកសង្រេងនេះក៏យើងឃើញក្នុងរយៈពេលប្រហែលជាមួយខែមុននេះ2ខែមុននេះដោយសារតែលោកកម្មសខាគេអនុញ្ញាតឲ្យទៅមើលម្ដាយ1ម៉ោងពេលដែលម្ដាយកំពុងតែលូកសង់ប្រសង់អីក៏ឲ្យធေါ်ឲ្យអីហើយហ្នឹងភ្លុកភ្លឹកលែងដឹងខ្លួនទៅឮសូរសំឡេងកូនហៅមកតាមទូរស័ព្ទហ្នឹងក៏បើកភ្នែកក៏ប្រឹងឲ្យដង្ហើមនឹងនៅបានយូរដើម្បីរង់ចាំកូនមកជួបក៏ប៉ុន្តែជាលទ្ធផលគេដឹកកូនទៅវិញទាំងទណាត់ទណែងចឹងទៅចុងក្រោយហ្នឹងក៏មានការសម្របសម្រួលបន្ធូរបន្ថយអីខ្លះទៅក៏ឲ្យគាត់បានមកនៅក្រៅឃុំដកហូតសិទ្ធិនយោបាយគាត់ដើម្បីឲ្យគាត់អាចមកនៅជុំជាមួយនឹងម្ដាយនៅជាមួយគ្នាដង្ហើមចុងក្រោយហ្នឹងជាការពិតលោកកឹមសុខានៅតនដង្ហើមម្ដាយគាត់ចុងក្រោយហើយដោយគាត់បានសន្យាថាពេលដែលគាត់ចេញពីការឃុំខ្លួននៅក្នុងផ្ទះនេះគឺគាត់នឹងទៅបួសជាព្រះសង្ឃដើម្បីសងគុណម្ដាយក៏ប៉ុន្តែការដែលទៅបួសនឹងក៏មិនអាចធ្វើទាន់ដែរដោយសារតែស្ថានភាពម្ដាយរបស់លោកនឹងកាន់តែដាបខ្លាំងណាស់ទៅហើយលោកក៏សម្រេចព្យាពន្យាពេលនៃការបួសនឹងសិនហើយមកនៅមើលថែម្ដាយក៏គាត់បានមើលថែម្ដាយរហូតដល់ចុងក្រោយគឺនៅរាត្រីថ្ងៃពុធបាទម៉ោងប្រហែលជា11យប់ហ្នឹងគឺលោកយាយសៅង៉ែតក៏បានលាចាកលោកទាំងអល់ហាឡៃទាំងកូននៅមិនទាន់ទទួលបានសិទ្ធិសេរីភាពនយោបាយវិញសោះគឺគេដកហូតលែងឲ្យធ្វើនយោបាយមួយជីវិតតែម្ដងនេះគឺជារឿងសោកសង្រេងដល់ទៅពីស្ត្រីចំណាស់ម្នាក់ដែលជាម្ដាយអ្នកនយោបាយក៏បានលាចាកលោកទៅទាំងជីវិតចុងក្រោយប្រកបដោយភាពក្រូតគ្រៀតវេទនាភ្នែកមើលណាស់បងប្អូនដោយសារតែកូនជាអ្នកនយោបាយការពារប្រយោជន៍ប្រជាពលរដ្ឋ18លាននាក់ចុងក្រោយសូម្បីតែម្ដាយខ្លួនឯងដើម្បីមកមើលថែឲ្យបានគត់មុតក្នុងរយៈពេល9ឆ្នាំចុងក្រោយហ្នឹងគឺមិនអាចធ្វើអីបានតតែសោះដោយសារតែការធ្វើទុកបុកម្នេញខ្មែរគ្នាឯងពីគណៈបកនយោបាយមួយគឺគណៈបកកណ្ដាលអំណាចដែលគឺធ្វើយ៉ាងម៉េចគឺថាយកខ្មែរគ្នាឯងជាសត្រូវស៊ីសាច់ហុតឈាមគ្នានេះហើយឥឡូវនេះគឺប៉ុន្តែនៅក្នុងការដែលឃើញបើតាមដំណឹងពីលោកផែងហេងមេធាវីដែលជាសហមេធាវីការពារសិទ្ធិរបស់លោកកឹមសុខាហ្នឹងក៏បានឲ្យដឹងថាសាកសពរបស់លោកយាយសៅង៉ែតហ្នឹង
គឺសប្តាហ៍ថ្ងៃតម្កល់ធ្វើបុណ្យនៅឯក្រុងភ្នំពេញសិនហើយអឺនឹងត្រៀមដង្ហែយកទៅធ្វើពិធីនៅឯស្រុកកំណើតរបស់គាត់នៅឯខេត្តតាកែវឯណោះបាទក៏ប៉ុន្តែយើងក្នុងពេលដែលមនុស្សមានទុក្ខក៏យើងឃើញអ្នកនយោបាយខ្មែរក៏ចេញសាររំលែកទុក្ខដែលនេះគឺជារឿងមួយសម្រាប់មនុស្សគឺជាសិលធម៌ដ៏គួរឲ្យគោរពគួរឲ្យកោតសរសើរដែរហើយអ្វីដែលគួរឲ្យគោរពនិងគួរឲ្យកោតសរសើរនោះគឺយើងឃើញសារចេញពីលោកហ៊ុនសែនដែលជាប្រធានព្រឹទ្ធសភាដែលជាសាររំលែកទុក្ខផ្ញើជូនលោកកឹមសុខានិងក្រុមគ្រួសារចុះថ្ងៃទី9ខែកក្កដានេះដែលលោកហ៊ុនសែនបានចាត់ទុកថាអឺលោកយាយសៅង៉ែតនឹងគឺជាគាត់សោកស្ដាយគាត់ថាឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះគឺលោកនិងភរិយារបស់លោកគឺអ្នកស្រីប៊ុនរនីហ៊ុនសែននឹងសូមចូលរួមរំលែកទុក្ខនិងសោកស្ដាយស្រណោះអាឡោះអាល័យជាអនេកជាមួយនឹងលោកកឹមសុខានិងភរិយារបស់លោកកឹមសុខាព្រមទាំងក្រុមគ្រួសារចំពោះការបាត់បង់នៅម្ដាយបង្កើតម្ដាយក្មេកជីដូនជាទួតជាទីគោរពស្រឡាញ់បំផុតដែលមិនអាចកាត់ថ្លៃបានប្រកបដោយព្រហ្មវិហារធម៌និងសង្ឃហធម៌ដែលជាគំរូមួយរបស់កូនប្រសាចៅប្រុសចៅស្រីនោះហើយលោកហ៊ុនសែនបានបន្តទៅទៀតថាជាងនេះទៅទៀតមរណភាពរបស់ឧបាសិកាសៅង៉ែតគឺជាការបាត់បង់នៅពុទ្ធសាសនិកមួយរូបដែលមានសទ្ធាជ្រះថ្លាក្រៃលែងដែលបានបូជាអស់កម្លាំងកាយចិត្តពេលវេលានិងថវិការួមចំណែកក្នុងការទ្រទ្រង់លើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជាបាទនេះគឺជាសាររបស់លោកហ៊ុនសែនតាមពិតជាដូចខ្ញុំបានថាចឹងជាទង្វើសិលធម៌គុណធម៌ដ៏ត្រឹមត្រូវមួយសម្រាប់ខ្មែរជាខ្មែរគ្នាឯងហើយជាថ្នាក់ដឹកនាំបែបនេះហើយលោកកំសខាក៏ធ្លាប់ចូលរួមមរណទុក្ខម្ដាយរបស់លោកហ៊ុនសែនដែរនៅពេលដែលម្ដាយលោកហ៊ុនសែនទទួលអនិច្ចកម្មនោះយើងឃើញថានៅពេលដែលលោកកឹមសុខាចូលទៅបុណ្យសពនឹងគួរថាបានការអនុគ្រោះផ្នែកនយោបាយអីក៏ប៉ុន្តែលទ្ធផលគឺដូចជាមិនបានផលអីទេហើយសាររបស់លោកហ៊ុនសែនក៏មានការក្រៅពីសាររបស់លោកហ៊ុនសែនក៏មានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃគឺលោកសសុខាក៏ចេញសារលិខិតរំលែកទុក្ខនេះដូចគ្នាដែរហើយបាទសាររបស់លោកសៅសុខាក៏ចេញនៅថ្ងៃទីសំទោសសុខាចេញថ្ងៃទី9ខែកក្កដារំលែកទុក្ខដល់ក្រុមគ្រួសារហើយក្រៅពីនោះក៏មានសាររំលែកទុក្ខពីស្ថានទូតអូស្ត្រាលីដែលរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារសពនេះបាទតាមពិតជារឿងល្អមួយដែរហើយប៉ុន្តែយើងថាខ្ញុំលើកទឹកចិត្តឲ្យប្រធានព្រឹទ្ធសភាកម្ពុជាលោកហ៊ុនសែនធ្វើឲ្យលើសពីការដែលគ្រាន់តែរំលែកទុកព្រោះក្រុមគ្រួសារលោកកឹមសុខានេះមានទុកធ្ងន់ណាស់មិនមែនទុកត្រឹមតែបាត់បង់មនុស្សជាទីស្រឡាញ់ជីដូនម្ដាយជាទួតអីហ្នឹងទេគឺក្រុមគ្រួសារលោកកឹមសុខាឬលោកកឹមសុខាផ្ទាល់ជាពិសេសគឺប្រជាពលរដ្ឋខ្មែរទាំង18លាននាក់មិនមែនត្រឹមតែកាន់ទុកលោកស្រីលោកយាយសៅង៉ែទេគឺកំពុងតែកាន់ទុកនៃមរណភាពរបស់សិទ្ធិនយោបាយលោកកឹមសុខាសប្ងៃនេះគឺជាទុកធ្ងន់ណាស់ទុកនេះគឺជាទុកសម្រាប់ប្រទេសទាំងមូលមិនមែនតែក្រុមគ្រួសារលោកកឹមសុខាទេបើតែរឿងនេះគឺជារឿងបុគ្គលរបស់លោកកឹមសុខាមែនក៏ប៉ុន្តែរឿងដកហូតសិទ្ធិនយោបាយសិទ្ធិបោះឆ្នោតសិទ្ធិឈរឈ្មោះឲ្យបោះឆ្នោតសិទ្ធិមិនអាចដើរហើរចេញពីប្រទេសកម្ពុជាទៅជួបអ្នកគ្រប់គ្រងនៅក្រៅប្រទេសបានក្នុងសេរីភាពបែបនេះគឺបានន័យថាជាការសម្លាប់គឺជាមរណទុក្ខមួយដ៏ក្រៀមក្រំណាស់សម្រាប់ប្រទេសជាតិកម្ពុជាទាំងមូលអញ្ចឹងសូមលើកទឹកចិត្តឲ្យមេដឹកនាំខ្មែរធ្វើយ៉ាងណាបើលោកមានសទ្ធាជ្រះថ្លាចង់ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំឲ្យវិញ្ញាណក្ខន្ធរបស់លោកយាយសៅង៉ែតបានទៅកាន់សុគតិភពកុំឲ្យនៅវិលវល់នៅក្នុងវាទវត្តសង្សារដ៏មហាខ្លោចផ្សានេះហើយជាពុទ្ធសាសនិកដ៏ជ្រះថ្លាដោយលោកហ៊ុនសែនថាផងសូមឲ្យសទ្ធាកុសលផលបុណ្យរបស់លោកយាយសៅង៉ែតដែលបានធ្វើមកនេះសូមឲ្យគាត់ទទួលបាននៅផលមគ្គផលដែលសាងនេះឲ្យកូនគាត់នេះគឺបានន័យថាបណ្ដាលចិត្តឲ្យលោកហ៊ុនសែនដោះលែងលើកលែងទោសលោកកឹមសុខាឲ្យមានសេរីភាពធ្វើនយោបាយពេញលេញដើម្បីជាការរំលែកទុកមួយដ៏ក្រៀមក្រំសម្រាប់ប្រជាពលរដ្ឋទាំង18លានហើយក៏ជាការស្ដារមុខមាត់កិត្តិយសប្រទេសជាតិយើងឡើងវិញហើយសូមឲ្យអំពើនេះក៏បានរៀលដាលដល់ទៅលោករងឈុន
ដោះលែងហូតសិទ្ធិនយោបាយគាត់ទាំងអស់ទៅព្រោះបើសិនជាលោកមានសទ្ធាបែបនេះជាពេលវេលាដ៏ត្រឹមត្រូវបំផុតក្នុងការជួយជាតិយើងដើម្បីឲ្យមានការផ្សះផ្សាគ្នាយើងកំពុងឆ្លោះគ្នាជាមួយថៃយើងត្រូវការផ្សះផ្សាយើងត្រូវការបង្រួបបង្រួមជាតិយើងត្រូវការអនុគ្រោះយើងត្រូវការលើកលែងយើងត្រូវការអហោសិកម្មរឿងនេះគឺជារឿងដែលថ្នាក់ដឹកនាំរបស់គណៈបកប្រជាជនកម្ពុជាត្រូវធ្វើឲ្យខាងតែបានឲ្យខ្ញុំលើកទឹកចិត្តហើយខ្ញុំនឹងកោតសរសើរអស់លោកបើសិនជាអស់លោកធ្វើអំពើធម្មទានឬក៏អំពើកុសលដែលត្រឹមត្រូវមួយនេះសម្រាប់ប្រជាជាតិទាំង18លានអ្នកនេះឥឡូវនេះខ្ញុំស្លេះការសាររំលែកទុកគឺអ្នកទស្សនយោបាយយើងនៅតែជាប់ទុកនៅតែមានទុកច្រើនទៀតណាបងប្អូនហើយយើងឃើញខ្ញុំយកព័ត៌មានពីខាងភាគីថៃយកមកផ្សាយជូនបងប្អូនបន្តិចហើយការដែលយកកម្មថៃយកមកផ្សាយនេះគឺដោយសារក្នុងចេតនាមួយចង់ដាស់តឿនសតិរបស់មេដឹកនាំខ្មែរយើងឲ្យភ្ញាក់រលឹកឡើងមើលគេជាសត្រូវឈ្លានពានរបស់យើងក៏ប៉ុន្តែមួយថ្ងៃណាក៏គេផ្សះផ្សាជាតិគេដែរមួយថ្ងៃណាក៏គេគិតពីប្រជាពលរដ្ឋគេដែរគឺគេចង់ឲ្យជាតិគេមូលមាត់គ្នាខ្លាំងដើម្បីយកដីខ្មែរបានហើយគេមូលមាត់សាមគ្គីគ្នាអត់ឲ្យដីនឹងមកយើងផ្ទុយទៅវិញយើងជាអ្នកបាត់ដីបែរជាយើងឆ្លោះគ្នាបតិចគ្នាខំគ្នាហើយហែកកាប់ចាក់គ្នារហូតតតែបែកបាក់សាមគ្គីជាតិទាំងអស់ហើយអត់ព្រមកែទៀតថ្ងៃនេះរដ្ឋសភាថៃអនុម័តច្បាប់លើកលែងទោសអ្នកទោសមនសិការនៅប្រទេសថៃចន្លោះពី1000ទៅ2000នាក់នេះគឺជាប្រវត្តិសាស្ត្រអត់ដែលមាននៅក្នុងប្រទេសថៃហើយយើងប្លែកមែនតើប្លែកត្រង់ថាហេតុអីបានជាថៃម្ដងហើយម្ដងទៀតប្រឹងបង្រួមជាតិសាសន៍នេះខ្លាំងមកម្លេះបើខ្លួនឈ្លានពានកម្ពុជាមានន័យថាម៉េចមានន័យថាគេពង្រឹងកម្លាំងគេដើម្បីគ្រប់គ្រងយកឈ្នះព្រៀបលើថាខ្មែរយើងគ្រប់ច្រកគ្រប់លហកទាំងអស់ទាំងផ្នែកការពារជាតិទាំងផ្នែកសាមគ្គីផ្ទៃក្នុងរបស់គេយើងមើលគេនៅក្នុងន័យឈឺចាប់ប៉ុន្តែកុំមើលគេនៅក្នុងន័យថាយើងអត់ព្រមធ្វើគំរូតាមគេគំរូអញ្ចឹងធ្វើតាមទៅអាគំរូឈ្លានពានគេដណ្ដើមដីគេអីហ្នឹងយើងកុំធ្វើតាមថៃខូចណាស់ប៉ុន្តែគំរូគេដោះលែងអ្នកទោសនយោបាយលើកលែងទោសលោកថាក់ស៊ីនដែលជាគូសត្រូវស៊ីសាច់ហុតឈាមផ្នែកនយោបាយគេឲ្យមានសេរីភាពធ្វើនយោបាយឡើងវិញប្រទេសគេសាទរប្រជាជនគេសាទរពិភពលោកសាទរអាហ្នឹងយើងធ្វើតាមគេឥឡូវគេចាប់ផ្ដើមចេញច្បាប់មួយអនុម័តឲ្យដោះលែងអ្នកទោសនយោបាយរហូតដល់ទៅ2000នាក់ហើយអ្នកទោសនយោបាយនេះមិនមែនជាប់គុកឥឡូវឥឡាទេណាជាប់គុក20ឆ្នាំហើយអ្នកខ្លះ20ឆ្នាំហើយដោយសាររឿងនយោបាយអញ្ចឹងគេអនុម័តមកហ្នឹងគឺសភាគេយល់ស្របថាត្រូវលើកលែងទោសអ្នកទោសមនសិការនិងអ្នកទោសនយោបាយនេះទាំងអស់គឺ1000ទៅ2000នាក់នេះដោយឥតមានលក្ខខណ្ឌទេឲ្យដោះលែងទៅដើម្បីឲ្យគេមានសេរីភាពឡើងវិញលើកលែងតែអ្នកទោសនយោបាយដែរក៏ប៉ុន្តែពាក់ព័ន្ធនឹងការជេរព្រះមហាក្សត្រថៃអញ្ចឹងរឿងអ្នកដែលជាប់ពន្ធនាគារតាក់ទងនឹងរឿងពីរដែលអ្នកនយោបាយមែនក៏ប៉ុន្តែជាប់ទោសរឿងអំពើពុករលួយនិងរឿងប្រមាថព្រះមហាក្សត្រថៃគឺគេមិនបញ្ចូលនៅក្នុងបញ្ជីអ្នកទាំង1000ទៅ2000ចន្លោះពី1000ទៅ2000អ្នកដែលជាអ្នកទោសដែលគេត្រូវដោះលែងក្នុងពេលឆាប់នេះទេដូច្នេះតែយ៉ាងណាបងប្អូនអ្នកទោសមនសិការជិត2000នាក់គឺច្រើនណាស់គឺស្ទើរតែអស់មេដឹកនាំថៃដែលជាប់គុកដោយអយុត្តិធម៌ហ្នឹងគឺត្រូវបានគេដោះលែងចោះមកមើលមកខ្មែរយើងវិញយើងមានអ្នកទោសមនសិការប្រមាណដែលនៅជាប់ពន្ធនាគារយើងអ្នកទោសមនសិការនៅខ្មែរមិនបាន10%នៃអ្នកទោសមនសិការនៅថៃទេព្រោះថៃមានពី1000ទៅ2000នាក់ខ្មែរយើងមានតែ110នាក់ជាងហ្នឹង120នាក់យ៉ាងច្រើនតាមរយៈអង្គការលីកាដូដែលចងក្រងឯកសារនេះគឺមាននរណាកញ្ញាសេងធីរីអឺចលនាមេដាធម្មជាតិទាំង5ស្រុនស្រនសុភាពិសិដ្ឋនិងសហជីពនិងសកម្មជនចាប់តាមបណ្ដាញសង្គមគ្រាន់តែគេរាយការណ៍តាម Facebook អ្នកកសែតរាយការណ៍ MMO អីតាក់ទងនឹងរឿងប្រាសាទតាកបីឬក៏អីហ្នឹងមានត្រឹមតែ100នាក់តែប៉ុណ្្នឹងទេបើដោះលែងទៅយើងស្មើតែ10%នៃប្រទេសថៃដូច្នេះខ្ញុំលើកទឹកចិត្តឲ្យកម្ពុជាយើងត្រូវធ្វើអីឲ្យក្រាន់បើជាងថៃយើងកុំទៅនាំគ្នាពុលក្ដួចរឿងពហិការផលិតផលគេនាំគ្នាទៅវាយប្រហារព្រះមហាក្សត្រគេទៅរករឿងគេថាគេនឹងអន់ថយថោកទាបអីណាចាញ់ខ្មែរយើងកុំមើលអារបៀបអត់បានការអញ្ចឹងគឺយើងមើលបានការចេះគេធ្វើអីគេដើរដល់ណាហើយយើងទៅមើលអាចំណុចល្អរបស់គេហើយយើងដើរឲ្យលឿនជាងគេបានយើងយកឈ្នះថៃបានអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យមេដឹកនាំខ្មែរដោះលែងអ្នកទោសមនសិការឲ្យអស់
ហើយចាប់ផ្ដើមផ្សះផ្សាជាតិនឹងឲ្យមែនតែនហ្មងកុំថាតែមាត់ណាគឺយើងធ្វើទៅព្រោះអីយើងអត់មានពេលណាល្អជាងពេលហ្នឹងទៀតទេខ្ញុំពិតជាលើកទឹកចិត្តហើយបើអស់លោកធ្វើមែនខ្ញុំនឹងសរសើរលោករាល់ថ្ងៃអត់មានអីទោសមនិញទេមួងណារ៉េតអត់មានរបៀបវិរៈនយោបាយដើម្បីបំរើក្រុមនយោបាយណាផ្កាប់មុខទេខ្ញុំបំរើខ្មែរ18លាននាក់បើអស់លោកធ្វើត្រូវខ្ញុំនឹងកោតសរសើរហើយខ្ញុំនឹងលើកអំពីទឹកចិត្តរបស់លោកដែលធ្វើព្រោះបានប្រយោជន៍ខ្មែរយើងទាំងអស់គ្នាហើយរឿងនេះណាយើងចាំមើលតែពេលថៃគេដោះលែងអ្នកទោសមនសិការហ្នឹងទៅថៃគេកាន់តែមានមុខមាត់លើឆាកអន្តរជាតិយើងហ្នឹងនៅតែជាប់ជុចហ្នឹងទៀតគេមើលមកថាយើងហ្នឹងមានបញ្ហាឥឡូវនេះគឺមានអង្គការមួយយើងហៅថាអង្គការអន្តរជាតិគេបន្តដាក់សម្ពាធឲ្យរដ្ឋាភិបាលបារាំងអន្តរាគមន៍ដោះលែងសកម្មជនបរិស្ថានមុនប្រធានាធិបតីបារាំងទៅបំពេញទស្សនកិច្ចនៅកម្ពុជានៅខែវិច្ឆិកាបងប្អូនឃើញទេថៃគេដោះលែងអ្នកទោសមនសិការគេធ្វើចាញ់ច្បាប់ដល់រដ្ឋសភាទៀតហើយយើងម៉ោងហ្នឹងប្រជាពលរដ្ឋជនជាតិបរទេសមួយក្រុមដែលដឹកនាំដោយអង្គការមួយឈ្មោះថាអង្គការអឺអន្តរជាតិ Bruno Mensa Funds បាទគឺជាអង្គការអន្តរជាតិផ្នែកសិទ្ធិមនុស្សមួយហើយក៏មានការចូលរួមពីលោក Alex Handro Gonzalez Davidson ដែលជាស្ថាបនិកចលនាមេដាធម្មជាតិនោះដែលគាត់ទៅជួយការពារសកម្មជនចលនាមេដាធម្មជាតិទាំង5រូបគឺលីចន្ទរាវុធឡុងកន្ធាភួនកែវរស្មីថនរដ្ឋានិងយឹមលីងហ៊ីអ្នកទាំង5នេះត្រូវគេដាក់ទោសយ៉ាងអយុត្តិធម៌ដោយសារតែរឿងតវ៉ារឿងការពារកុំឲ្យបំផ្លាញបរិស្ថានធនធានធម្មជាតិអីអញ្ចឹងរឿងគុន្ធាគឺរឿងបឹងតមោករឿងអីចឹងក៏ចាប់គ្នាដែរគាត់កុំឲ្យលុបបឹងតមោកឥឡូវបឹងតមោកយកទៅចែកគ្នាឮសូរថាលោកហ៊ុនតូនឹងមានផ្ទះរាប់លានដុល្លារសង់នៅលើដីបឹងតមោកអីណាទៀតហើយដល់អញ្ចឹងប្រជាពលរដ្ឋគ្នាក្តៅក្រហាយគេអត់ឲ្យលុបបឹងយើងទៅលុបបឹងហើយទៅចែកក្រុមគ្រួសារខ្លួនឯងហើយទៅធ្វើបាបគេអ្នកដែលគ្រាន់តែនិយាយមិនឲ្យលុបបឹងដើម្បីប្រយោជន៍ជាតិសោះហ្នឹងអាហ្នឹងដែលប្រជាពលរដ្ឋគេមួម៉ៅនៅស្រុកអាមេរិកនៅស្រុកកាណាដាអូស្ត្រាលីអីដែលណាទៅឈឺក្បាលអីនឹងអស់លោកទៅធ្វើដីនៅលើកោះណានោះគេអត់ដែលឈឺក្បាលទេអត់ដែលឮអាមេរិកណាមកភ័យថាអូឥឡូវសេដ្ឋីនេះគាត់ទៅយកដីរត់នៅបដុំកោះនេះឬក៏ដីបឹងនេះអត់ដែលមានទេព្រោះវាអត់មានច្បាប់ណាអនុញ្ញាតឲ្យអស់លោកអុកញ៉ានឹងធ្វើបានតាមអំពើចិត្តអញ្ចឹងព្រោះស្រុកគេច្បាប់គេតឹងណាអញ្ចឹងប្រជាពលរដ្ឋគេអត់ដែលនិយាយមកពីរឿងបាត់ដីនេះទៅឯកជននេះទៅបុគ្គលអ្នកនយោបាយនេះអត់សោះហើយអ្នកនយោបាយណាក៏អត់ហ៊ានបន្ថយមកធ្វើបែបហ្នឹងដែរធ្លាក់ឆ្នោតបាត់ហើយតែនៅស្រុកខ្មែរដីក៏លួចទ្រព្យជាតិក៏លួចរឹបអូសហើយនៅតែជាប់ឆ្នោតណែវាតែចង្រៃអញ្ចឹងណាបងប្អូនដោយសារអីដោយសារប្រព័ន្ធដឹកនាំរដ្ឋយើងវាឯកបៈវាអត់មានតែក្រុមគ្នាគាត់ហ្នឹងអ្នកណាលួចអីក៏លួចអ្នកណាងើបមួយវាយមួយដល់អញ្ចឹងទៅគេតវ៉ាចាប់គេដាក់គុកអស់អញ្ចឹងបោះជាតិហ្នឹងគឺលលាយខ្សលតែម្ដងហ្នឹងហើយដែលបងប្អូនបោះឆ្នោតចង់បានអញ្ចឹងឥឡូវអង្គការនេះគឺគាត់ស្នើឲ្យរដ្ឋាភិបាលបារាំងដាក់សម្ពាធទៅរដ្ឋាភិបាលកម្ពុជាមុននឹងដំណើរទស្សនកិច្ចរបស់លោកម៉ានូអែលម៉ាក្រុងដែលទៅស្រុកខ្មែរយើងមើលឃើញបាក់មុខជាតិយើងចឹងហ្មងយើងទៅស្រុកខ្មែរគេទៅដើម្បីស្អីគេក្រុមអ្នកនិយាយភាសាបារាំងអាម៉េចគេនោះ Francophonie គឺដើម្បីលើកស្ទួយប្រជាធិបតេយ្យនិងការនិយាយភាសាបារាំងហើយភាសាបារាំងហ្នឹងនិយាយនៅក្នុងប្រទេសប្រជាធិបតេយ្យដូចមានតម្លៃជាងនិយាយក្នុងប្រទេសកុម្មុយនីសមិនអញ្ចឹងបើស្រុកយើងកុម្មុយនីសឲ្យបារាំងទៅលើកស្ទួយប្រជាពលរដ្ឋឲ្យនិយាយភាសាបារាំងដើម្បីឲ្យដឹងថាអ្នកនិយាយបារាំងច្រើននៅប្រទេសកុម្មុយនីសផ្ដាច់ការតើបានមុខមាត់អីដល់ប្រទេសបារាំងដូច្នេះបារាំងក៏គេមានអារម្មណ៍ថាដូចជាមិនល្អសម្រាប់ប្រធានាធិបតីគេដែរមកចូលក្នុងប្រទេសកម្ពុជាបិទតែនិយាយតែរឿងភាសាបារាំងលើកស្ទួយភាសាអក្សរសាស្ត្របារាំងមែនក៏ប៉ុន្តែសកាអញ្ចឹងឃើញគេពិបាកចិត្តតែម្ដងដល់ឥឡូវគេតវ៉ាទៅឃើញយើងទេមុខមាត់ខ្មែរយើងតែយើងអត់ព្រមដោះលែងពួកគាត់អាហ្នឹងយើងអញ្ចឹងឲ្យឆ្ងល់ស្រុកខ្មែរអញ្ចេះមួយដោយលោកហ៊ុនសែនអីគាត់ចេញសារអញ្ចឹងទៅចូលរួមរំលែកទុកគួរឲ្យមនោរម្យគួរឲ្យកោតសរសើរជាអំពើថ្លៃថ្នូរគុណធម៌មួយក្នុងការអហោសិកម្មឬក៏ដឹងសុខទុក្ខនៅពេលដែលខ្មែរគ្នាឯងមានមរណៈទុកបែបនេះគឺយើងចូលរួមរំលែកទុកនេះគឺជាចិត្តមួយដ៏ថ្លៃថ្លាហើយកម្ពុជាខ្លួនឯងហ្នឹងតែប្រហែលខែមុនណាពេលដែលឃើញភូមាគេប្រកាសដោះលែងអ្នកទោសគេប្រហែល 1000 នាក់អីមិនដឹងទេ
ចេញលិខិតថ្លែងសារតាមក្រសួងការបរទេសកោតសរសើរភូមាថាធ្វើនឹងត្រូវហើយរួចទៅសរសើរគេថាបើខ្លួនឯងងើបមួយវាយមួយចាប់ដាក់គុកដាក់ច្បាប់អត់ដោះលែងហើយកាត់ផ្ដាច់សិទ្ធិនយោបាយតើអស់លោកកំពុងធ្វើអីឲ្យប្រកាសខ្ញុំព្រមតែឆ្ងល់តើប្រជាពលរដ្ឋខ្មែរទាំងអស់នឹងលោកទទួលទានបាយក្នុងតឡោកដោយលោកគិតអញ្ចឹងមែនអ្នកណាក៏គេមើលឃើញថាអំពើនេះវាអត់ត្រឹមត្រូវទេហើយហេតុអីបានជានៅតែបោកប្រាស់ប្រជាពលរដ្ឋគិតថាយើងធ្វើត្រូវទៀតឆ្ងល់ដែរកែទៅសម័យបច្ចេកវិទ្យានេះគឺអ្វីគឺវានៅលើបាតដៃហើយបើអស់លោកនៅតែធ្វើអញ្ចឹងអស់លោកនឹងបាត់ប្រជាប្រិយហើយខំប្រឹងទប់ប្រឹងកាងប្រឹងការពារប្រឹងប្រឡែងឆ្កែកាចមកនឹងគឺវាអត់បានប្រយោជន៍អីដល់ជាតិទេវាធ្វើឲ្យជាតិនេះកាន់តែបែកបាក់កាន់តែប្រេះឆាព្រោះយើងទប់អំពើអាក្រក់តែយើងមិនព្រមដូរវាទៅឲ្យមនុស្សនៅក្នុងអម័យអថោងរបស់ខ្លួននឹងឡើងមកទប់អំពើអាក្រក់ដោយប្រើពាក្យបាតផ្សាពាលាអាវ៉ាសែអសរោះអសិលធម៌អគុណធម៌គ្មានសុជីវធម៌វាធ្វើឲ្យជាតិនេះកាន់តែអញ្ញែអញ្ញៃពេញទឹកពេញដីទៅទៀតខ្ញុំលើកទឹកចិត្តឲ្យអស់លោកធ្វើអំពើត្រូវក្នុងជីវិតចុងក្រោយបាទឥឡូវនេះគឺតកតងនឹងព័ត៌មានបន្ទាប់ទៀតគឺក្រៅតែពីរឿងអឺដោះលែងអ្នកទោសនៅថៃតកតងនឹងរឿងម្ដាយលោកកឹមសុខាទទួលអនិច្ចកម្មមុននឹងឃើញកូនមានសេរីភាពនយោបាយឡើងវិញអឺសូមទោសបងប្អូនខ្ញុំព័ត៌មានបន្ទាប់ទៀតនេះគឺតកតងនឹងរឿងថៃឈ្លានពានទឹកដីកម្ពុជានេះទៅវិញថ្ងៃនេះគឺកម្ពុជាបន្តស្នើឲ្យភាគីថៃបញ្ឈប់ជាបន្ទាន់សកម្មភាពឈ្លានពានកម្ពុជាដោយខុសច្បាប់ក៏ប៉ុន្តែមិនប្តឹងថៃទៅតុលាការអន្តរជាតិលើកទីប្រមាណហើយបងប្អូន800ជាងខ្ញុំដូចជាបាត់តួលេខនឹងអស់ហើយវាច្រើនពេកដូចដដែលហ្នឹងហើយថ្ងៃនេះគឺយើងដឹងហើយរដ្ឋាភិបាលកម្ពុជាតាមរយៈអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាគឺលោកប៉ែនបូណាធ្វើសន្និសិទសារព័ត៌មានរាល់ថ្ងៃទេតាមពិតសន្និសិទសារព័ត៌មានហ្នឹងគឺអត់មានអីប្លែកទេហើយរាល់ថ្ងៃហ្នឹងគឺនិយាយចឹងដែលរាល់ថ្ងៃហ្នឹងគាត់ថាអញ្ចេះអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាដែលថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ស្តីអំពីបច្ចុប្បន្នភាពស្តីពីការវិវត្តស្ថានភាពព្រំដែនកម្ពុជាថៃដែលធ្វើនៅថ្ងៃទី9ខែកក្កដានេះនៅទីស្តីការគណៈរដ្ឋមន្ត្រីគាត់ថាចេះគាត់ស្នើឲ្យភាគីថៃបញ្ឈប់ជាបន្ទាន់សកម្មភាពឈ្លានពានកម្ពុជាដោយខុសច្បាប់ដោយគាត់យកចំណុចលេខ3ប្រការ3ក្នុងប័ណ្ណឈប់បាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025ខ្ញុំមិនបាច់អានក៏បងប្អូនដឹងថាលោកប៉ែនបូណានិយាយអីដែរព្រោះអីគាត់និយាយអញ្ចឹង800ដងជាងហើយហ្នឹងដដែលហ្នឹងរួចទៅគាត់ចង់បានរំពឹងលទ្ធផលថ្មីគាត់ថាចាប់ពីឈប់បាញ់លើកទី2ចូលជាធរមានថ្ងៃ27ខែធ្នូឆ្នាំ2025មកកម្ពុជាបានផ្ញើកំណត់ទូត9ដងហើយហ្នឹងយើងអត់និយាយការថ្កោលទោសហ្នឹង800ដងជាងទៀតហ្នឹងអត់គិតទេគ្រាន់កំណត់ទូត9ដងហើយផ្ញើទៅភាគីថៃដើម្បីឲ្យរៀបចំកិច្ចប្រជុំពិសេសគណៈកម្មការ JBC កម្ពុជាថៃនឹងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្ដែងពីការងារដែលភាគីទាំងពីរបានអនុវត្តនៅពេលកន្លងមកកម្ពុជានិយាយអញ្ចេះថាឆ្លងកាត់វិនិស្សកម្មភ្លើងសង្គ្រាមច្រើនទសវត្សរ៍ហើយ3ទសវត្សរ៍ទម្រាំស្វែងរកបាននៅសន្តិភាពបែបនេះយ៉ាងលំបាកតាមរយៈនយោបាយឈ្នះតែងតែប្រកាន់ជំហរមើងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃនិងប្រទេសជិតខាងដោយសន្តិវិធីបញ្ជៀសការប្រើប្រាស់អាវុធតាមរយៈការចរចាការទូតប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ដោយផ្អែកលើសន្ធិសញ្ញាអនុសញ្ញានិងច្បាប់អន្តរជាតិឥឡូវកម្ពុជាប្រើអស់ក្បាច់ហើយអត់តារឿងច្បាប់អន្តរជាតិហ្នឹងដឹងគាត់ប្រើកន្លែងណាច្បាប់អន្តរជាតិហ្នឹងព្រោះតុលាការអន្តរជាតិនៅក្រៀមផ្អះនៅនឹងអត់មានបានទៅប្តឹងគេទេតុលាការព្រំដែនអន្តរជាតិក៏អត់តុលាការយុតិធធអន្តរជាតិឬសូវជូនដំណឹងតាំងពីមួយឆ្នាំមុនដែលមិនត្រូវការជូនដំណឹងអីសោះត្រូវប្តឹងហើយបើប្តឹងកាលពីថ្ងៃទី15ខែមិថុនាឆ្នាំ2015ឧទាហរណ៍តែបងប្អូនខ្ញុំឆ្ងល់រឿងនេះមួយបងប្អូនជួយគិតខ្ញុំមើលឃើញខ្ញុំឆ្ងល់តែម្នាក់ឯងឬក៏មូលនារីហ្នឹងចេះតែឆ្ងល់មិនចេះអស់អញ្ចេះឬក៏យ៉ាងម៉េច
ខុសសនឹករបស់គណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលកម្ពុជាម៉ាត់ណាក៏ឡើងមកការពីរដ្ឋាភិបាលមិនអោយប្តឹងថៃទៅតុលាការយុតិធធអន្តរជាតិឬក៏ព្រហ្មទណ្ឌអន្តរជាតិដែរថាគ្មានអ្នកណាប្តឹងបានក្រៅពីរដ្ឋាភិបាលហើយវាគ្មាននីតិវិធីណាអាចប្តឹងបានវាខុសនេះខុសនោះខុសនេះគ្រប់រឿងនិយាយពីខុសគ្រប់រឿងគឺប្តឹងអត់បានហ្មងថៃឆ្លៀនពៀនយើងយ៉ាងណាក៏ក្រុមខុសសនឹកគណៈបកប្រជាជនដ៏មហាលោតផ្លោះមហាអស្ចារ្យនេះគឺរកឃើញអំពីចំណុចដែលមិនត្រូវប្តឹងថៃចឹងហ្មងហើយមករករឿងអ្នកប្តឹងហើយព្យាយាមទាញច្បាប់នឹងឲ្យយឺតដោយកស៊ូបកស្រាយប៉ាតណាប៉ាតណីទៅតឹងទឹះដើម្បីប្រយោជន៍ការពីរដ្ឋាភិបាលដែលអត់ប្តឹងថៃទៅរដ្ឋាភិបាលទៅទាដីមកវិញទាការខូចខាតគឺស្អំចិត្តលួងកុំឲ្យប្រជាពលរដ្ឋខឹងរដ្ឋាភិបាលដែលមិនព្រមប្តឹងថៃចេះតែរកប៉ាតណាប៉ាតណីខុសហេតុខុសផលអញ្ចឹងក៏ប៉ុន្តែខុសសនឹករបស់គណៈបកប្រជាជនកម្ពុជានឹងដែលជាអ្នកគ្រប់គ្រងរដ្ឋាភិបាលកម្ពុជាខ្លួនឯងហ្នឹងក្បត់ឧត្តមគតិក្បត់មនសិការក្បត់ការពិតមួយគឺជាកំបិតចិត្តដងឯងដល់រដ្ឋាភិបាលកម្ពុជាខ្លួនឯងតាបងប្អូនមានដឹងដែរតាហើយថារដ្ឋាភិបាលកម្ពុជាមានទាំងរដ្ឋសភាមានទាំងព្រឹទ្ធសភាមានទាំងនាយករដ្ឋមន្ត្រីខ្មែរសុទ្ធតែផ្ដុំគ្នាតតាំងថាត្រូវតែប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិមានដឹងរឿងហ្នឹងដែរតែមិនអស់លោកធ្វើភ្លីភ្លើអញ្ចឹងខ្ញុំកំពុងតែឆ្ងល់ក្រែងមេអស់លោកក្រុមអស់លោកដែរតែកាលពីដើមឡើយពី2025មុនខែមិថុនានោះមានបើករដ្ឋសភាព្រឹទ្ធសភាផងគឺនាំគ្នាធ្វើច្បាប់បង្កើតគណៈកម្មការអីក្រែងសម្រួចថាប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិទេ ICJ ក្រែងទាំងអស់គ្នាដឹងដែរតែចុះបើរដ្ឋាភិបាលកម្ពុជាខ្លួនឯងដែលខ្លួនកំពុងការពារថាគ្មានសិទ្ធិប្តឹងបានទេហេតុអីបានជារដ្ឋាភិបាលកម្ពុជាខ្លួនឯងនាំគ្នាប្រមូលទាំងរដ្ឋសភាព្រឹទ្ធសភាមកទូងស្គរចង់ធ្លុះដែនអាកាសសាហ្នឹងដើម្បីដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិតើប្រទេសកម្ពុជាអ្នកច្បាប់កម្ពុជានឹងល្ងង10គត់ប៉ុណ្ណាដែលអស់លោកកំពុងតែនិយាយប្រាប់ថាប្តឹងទៅអត់បាននេះដែលរដ្ឋាភិបាលខ្លួនឯងនេះដែលថាប្តឹងបាននេះចុះគាត់យកច្បាប់អីគាត់យកមាត្រាអីបានច្បាស់ម៉េះនៅអាកាលមុនខែមិថុនាហ្នឹងរហូតតបានចេញលិខិតមួយស្លឹកជូនដំណឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិកាលពីថ្ងៃទី15ខែមិថុនាឆ្នាំ2025ប្រាប់ថាអានឹងជាបណ្ដឹងទៅទៀតសូម្បីតាអានឹងគឺជាសេចក្តីជូនដំណឹងមិនមែនជាពាក្យបណ្ដឹងគាត់ថាអានឹងជាបណ្ដឹងកម្ពុជារៀបចំគណៈកម្មការរៀបចំក្រុមមេធាវីរៀបចំក្រុមមន្ត្រីដោយទាំងលោកកើតរឹតទាំងមេធាវីអីខ្មែរនៅមកកណោដើម្បីរៀបចំគណៈកម្មការប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិចុះហេតុអីបានជាអស់លោកមកនាំគ្នាធ្វើនយោបាយប្រឆាំងនឹងរដ្ឋាភិបាលខ្លួនឯងថាប្តឹងអត់បានទៅវិញក្រែងប្តឹងបានប៉ុន្តែនៅពេលដែលយើងនាំគ្នាអះអាងថាប្តឹងបានបែរទៅជាមិនដាក់បណ្ដឹងទៅជាដាក់សេចក្តីជូនដំណឹងឯណានោះទៅវិញហើយតុលាការអត់បានទទួលអាសេចក្តីជូនដំណឹងអត់បានទទួលចាត់ការអីទាំងអស់ព្រោះអីតុលាការព្រហ្មទណ្ឌអន្តរជាតិត្រូវការពាក្យបណ្ដឹងមិនមែនសេចក្តីជូនដំណឹងទេហើយកាលហ្នឹងគាត់ជូនដំណឹងហ្នឹងគឺបើគាត់ប្តឹងឧទាហរណ៍បើគាត់បានប្តឹងគឺតាក់ទងតែរឿងប្រាសាទតំមន់ធំប្រាសាទតំមន់តូចប្រាសាទតាកបីនិងតំបន់មុំ3តែ4ករណីហ្នឹងទេអាហ្នឹងគេអត់ទាន់វាយយកបានទីតាំងហ្នឹងយើងកំពុងតែឈរជើង5522ប្រាសាទតំមន់ធំខ្មែរ5ថៃ5គឺយើងនៅគ្រប់គ្រងប្រាសាទហ្នឹងបានពាក់កណ្ដាលម្នាក់ប្រាសាទតាកបីយើង2គេ2នៅគ្រប់គ្រងបានពាក់កណ្ដាលដល់ទៅពេលជូនដំណឹងគេវាយប្រាវយកទាំងអស់ដល់70កន្លែងបើសិនជាយើងដាក់ជូនដំណឹងពីលើកមុន4កន្លែងហ្នឹងម្ដងនេះរដ្ឋាភិបាលបើអត់ប្តឹងក៏អត់ចោះក៏ត្រូវជូនដំណឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិសុំបន្ថែម66ទីតាំងទៀតដើម្បីឲ្យស្របទៅនឹងអ្វីដែលជាសេចក្តីជូនដំណឹងមុនចោះឥឡូវឧទាហរណ៍ថាបើអត់ប្តឹងក៏ហីចោះគ្រាន់តែបន្ថែមសេចក្តីជូនដំណឹងដើម្បីឲ្យបានអង្គហេតុ64ទីតាំងទៀតព្រោះគេមិនដែលកាត់800គីឡូហ្មងឯងគេកាត់តែទីតាំងណាដែលមានទំនាស់ហើយជាពេលវេលាដាក់អង្គហេតុថ្មីទៅលើសេចក្តីជូនដំណឹងចាស់បើសិនជាយើងពិតជាបានដាក់អត់ទៀតអត់ធ្វើអាហ្នឹងទៀតតើហេតុអីបើមេធាវីតើពេលយើងមានអង្គហេតុថ្មីដើម្បីបានចំណេញយើងដាក់បន្ទុកទៅលើភាគីម្ខាងយើងច្បាស់ជាដាក់ទៅតុលាការទៀតយើងអត់ដាក់ទៀតនេះឬដែលយើងគិតថាយើងប្តឹងអាហ្នឹងឯងបានជាយើងគិតថាកម្ពុជាអត់បានប្តឹងអត់បានអីទាំងអស់បើគាត់ប្តឹងគាត់ដាក់ព័ត៌មានដាក់ភស្តុតាងថ្មីទៅទៀតហើយអញ្ចឹងរឿងចឹងបានថាយើងជាកំបិតចិត្តដងឯងអាហ្នឹងរឿង ICJ ខុសសនឹករបស់គណៈបកប្រជាជននិងបកកណ្ដាលអំណាចកំពុងក្បត់មនសិការឧត្តមគតិឲ្យនិយាយហែកស្លឹកឆ្នោតប្រជាប្រិយរបស់
រដ្ឋាភិបាលនិងគណៈបកប្រជាជនខ្លួនឯងហ្នឹងគឺដោយសារអីតាក់ទងនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិយើងថាប្តឹងអត់បានយើងថាប្តឹងនឹងផ្ដេសផ្ដាសតែការពិតអ្នកណាដែលផ្ដើមដំបូងនៅក្នុងខែធ្នូឆ្នាំ2025ពេលថៃកំពុងវាយស្រោចគឺលោកស្រីអ្នកស្រីម៉ាលីសុជាតាប្រកាសជាអល់រឹកថាកម្ពុជាកំពុងប្រមូលភស្តុតាងនៅក្នុងដៃដើម្បីប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC គ្មានប្រជាពលរដ្ឋណានិយាយគ្មានមួងណារ៉េតណានិយាយទេក្រុមអស់លោកតែបើអស់លោកមិនបាច់និយាយក៏ខ្ញុំអាចនឹងនិយាយប្រាប់បានដែរថាយើងមានសិទ្ធិគ្រប់គ្រាន់ 100% ដាក់ប្តឹងឥឡូវទាំងអស់ហ្នឹងគឺបានតែបង្អើលអត់មានទាំងអស់ហើយឥឡូវអស់លោកមកទប់ថារដ្ឋាភិបាលមិនអាចដាក់ប្តឹងបានអញ្ចឹងយើងកំពុងតែទម្លាក់តម្លៃរដ្ឋាភិបាលកម្ពុជាខ្លួនឯងដែលថាប្តឹងកើតសោះហ្នឹងឥឡូវទៅប្តឹងអត់បានវិញហើយឥឡូវទៅលប់ឡាយទៅថាប្តឹងអត់បានកុំដាក់ចេះតែតវ៉ាចេះតែថ្កោលទោសអញ្ចឹងទៅដោយទាំងរដ្ឋាភិបាលថ្កោលទោសឥឡូវអស់ពីរដ្ឋាភិបាលលោកកែវរេមីទៀតលោកកែវរេមីគឺជាអ្នកនាំមិនណែនាំពាក្យជាប្រធានសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជាគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជាលោកកែវរេមីនេះណាជាប្រវត្តិសាស្ត្រឲ្យខ្ញុំមិនដែលកោតសរសើរលោកកែវរេមីដូចពេលនេះទេលោកកែវរេមីក្នុងរយៈពេលដែលចំនួនព្រំដែនខ្មែរថៃគឺយើងឃើញពេជ្រពន្ធរាយរបស់ខ្មែរមិនមែនកែបក្នុងដងទេពីមុនកែបក្នុងដងសុតសាតលោកកែវរេមីហ្នឹងប៉ុន្តែដល់ពេលឆ្លោះគ្នាជាមួយថៃអាកង្កែបក្នុងដងរបស់លោកកែវរេមីហ្នឹងคล้ายទៅជាពេជ្រចរណៃដែលមិនទាន់ឆ្នៃដល់គួរឲ្យភ្លឺពន្ធរាយដោយសារអីគាត់ចាប់ផ្ដើមការពារកម្ពុជាយ៉ាងខែងរែងនៅលើឆាកអន្តរជាតិគាត់សរសេរលិខិតទៅអង្គការសហប្រជាជាតិគាត់សរសេរទៅអ្នករាយការណ៍ពិសេសគាត់សរសេរទៅអ្នករាយការណ៍ពិសេសគាត់សរសេរទៅមន្ត្រីពាក់ព័ន្ធខាងសិទ្ធិមនុស្សដើម្បីឲ្យគេមើលអំពើឈ្លានពានរបស់ថៃប្រឆាំងកម្ពុជាការរំលោភសិទ្ធិមនុស្សរំលោភសិទ្ធិផ្សេងជនភៀសសឹកគឺជាថាខ្ញុំថាភ័ព្វវាសនារបស់កម្ពុជាដែលមានបញ្ញវន្តមានបណ្ឌិតមានកវីមានអ្នកច្បាប់មានអ្នកបកកែដូចលោកកែវរេមីហើយមកកាន់ជាគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបែបនេះវាជាភ័ព្វព្រេងវាសនាមែនទែនសម្រាប់កម្ពុជាហើយខ្ញុំសរសើរអត់ដាច់ពីមាត់ទេដែលលោកធ្វើដូច្នេះក៏ប៉ុន្តែលោកកែវរេមីនេះណាបើខ្មែរគ្នាឯងឆ្លោះគ្នាដែលគណៈបកប្រជាជនកម្ពុជារបស់លោកកែវរេមីហ្នឹងធ្វើបាបគេផ្នែកសិទ្ធិមនុស្សណាគឺលោកធ្វើមិនដឹងហ្មងគឺធ្វើផ្នែកខ្វាក់ហ្មងគេចាប់មនុស្សដាក់គុកដាក់ពន្ធនាគារគេរំលាយគណៈបកសង្គ្រោះជាតិគេវាយមនុស្សបាច់ក្បាលបែកក្បួងដោយកងសន្តិសុខក្រុងខណ្ឌដូនពេញខណ្ឌនេះខណ្ឌនោះគេសម្លាប់មនុស្សគេធ្វើឃាតគេធ្វើទុកបុកម្នេញផ្នែកនយោបាយគេថានិយាយពីឈាមស្រោចពេញផែនពោធិ៍សធាខ្មែរនឹងការធ្វើទុកបុកម្នេញកម្ពុជារឿងសិទ្ធិមនុស្សនិងសិទ្ធិប្រជាធិបតេយ្យលោកកែវរេមីធ្វើតាមម្ដងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សប៉ុណ្ណានៃតំណាងឲ្យរដ្ឋាភិបាលតំណាងឲ្យប្រជាពលរដ្ឋទាំង18លានអ្នកលោកធ្វើតាមម្ដងហើយមិនត្រឹមតែប៉ុណ្ណឹងទេចេញសារឲ្យអជ័យធ្លាក់ទឹកគ្រប់គ្រងរដ្ឋាភិបាលថាធ្វើត្រូវទៀតនេះដែលជារឿងមួយដែលខ្ញុំសោកស្ដាយមែនតើសោកស្ដាយដោយសារអីបញ្ញវន្តបណ្ឌិតរបស់យើងគឺលុះត្រាក្រោមអនាគតិមួយនៃការបានលៀបសការៈបុណ្យស័ក្តិតួនាទីតែក្បត់មនសិការឧត្តមគតិនិងសម្បញ្ញៈវិចារណញ្ញាណសម្រាប់ជួយជាតិណាដោយសារតែគាត់បានអាលៀបសការៈបុណ្យស័ក្តិឥឡូវដោយសារគាត់ធ្វើខុសពីអាការពិតហ្នឹងដើម្បីការពារបកប្រជាជនកម្ពុជាឃើញគាត់បានលៀបសការៈក្រុមគ្រួសារគាត់ឯកូនគាត់ក៏ឡើងកាន់តំណែងខ្ពស់នៅក្នុងជួរគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រចាំរដ្ឋាភិបាលនឹងទៀតឃើញទេដើម្បីក្រុមគ្រួសារបកពួកសួនតួប៉ុណ្ណោះមិនមែនប្រយោជន៍ជាតិទេអានេះហើយដែលខ្ញុំខកចិត្តខ្ញុំសរសើរដែលលោកធ្វើត្រូវមួយរយៈកាលចុងក្រោយនេះក៏ប៉ុន្តែនៅពេលដែលលោកធ្វើត្រូវហ្នឹងក៏លោកធ្វើឲ្យមានរឿងអាស្រូវទៀតទៅរិះគន់រដ្ឋាភិបាលថៃទៅលើកទឹកចិត្តឲ្យប្រជាពលរដ្ឋថៃបោះឆ្នោតកុំឲ្យបោះឲ្យលោកអនុទិនច័ន្ទវរៈគុលជាប់ឆ្នោតដល់ពេលលោកអនុទិនច័ន្ទវរៈគុលជាប់ឆ្នោតមុខមាត់ស្ថាប័នសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាលមួយคล้ายជាសត្រូវរបស់នាយករដ្ឋមន្ត្រីថៃដែលធ្វើឲ្យការផ្សះផ្សាអីជាមួយថៃក៏កាន់តែល្អកករឿងអត់កម្របមាត់ហ្នឹងឥឡូវខ្ញុំលើកទឹកចិត្តថាល្អហើយគាត់ធ្វើល្អគាត់ថ្ងៃនេះគាត់មិនមែនថ្ងៃនេះថ្ងៃ7គឺថ្ងៃ7កក្កដាហ្នឹងគឺគាត់ទៅជួបមន្ត្រីសិទ្ធិមនុស្សតំណាងឲ្យឧត្តមក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាបងប្អូនបើលោកកែវរេមីជាមន្ត្រីសិទ្ធិមនុស្សដែលការពារប្រយោជន៍សិទ្ធិមនុស្សកម្ពុជាតាមពិតថ្ងៃ7ខែកក្កដាឆ្នាំ2026ដែលលោកជួបមន្ត្រីឧត្តមស្នងការ
សិទ្ធិមនុស្សអង្គការសហជីវជាតិប្រចាំនៅកម្ពុជាហ្នឹងណាគឺជាថ្ងៃរំលឹកខួបនៃរដ្ឋប្រហារដែលឆ្លោះគ្នាកដាលទីក្រុងដែលបាញ់សម្លាប់តាហ៊ានហ្វុនស៊ីនពេចដោយអត់មានការជំនុំជម្រះអីទាំងអស់លោកហូសុកចៅសម្បត្តិគ្រួចយឺមនិងមន្ត្រីហ្វុនស៊ីនពេចជាង100នាក់កម្ពុជានឹងស្លាប់អស់ដោយការរំលោភសិទ្ធិមនុស្សយ៉ាងរង្គាលគឺអង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch លោក Brad Adam បានរកឃើញអំពីការរំលោភសិទ្ធិមនុស្សដែលមិនព្រមដោះស្រាយរកយុត្តិធម៌ជូនគ្រួសារសពហើយទៅយុត្តិធម៌សម្រាប់សង្គមហើយទៅមន្ត្រីហ្វុនស៊ីមពេចហ្នឹងចោះចូលទៅគណៈបកប្រជាជនអស់ទៀតទៅប្រថាប់ត្រាឲ្យគណៈបកប្រជាជនមិនរកយុត្តិធម៌សម្រាប់មិត្តរួមអាវុធរបស់ខ្លួនទេគឺក្បត់ទាំងអស់គ្នាចូលទៅប្រថាប់ត្រាបង្កើនអំពើរំលោភសិទ្ធិមនុស្សកាន់តែនេះឲ្យដល់ពេលលោកកែវរេមីជួបស្ត្រីតំណាងរបស់អង្គការសហប្រជាជាតិស្នាក់ផ្នែកសិទ្ធិមនុស្សនេះអត់មាននិយាយអីមួយម៉ាត់ពីរឿងការរំលោភសិទ្ធិមនុស្សក្នុងរឿងសម្លាប់ទាហានហ្វុនស៊ីមពេចឡើងរង្គាលហើយគាត់មកនិយាយការពារប្រយោជន៍ខ្មែរដែរខ្ញុំសូមសរសើរដែរនិយាយទៅគឺគាត់បានមួយយ៉ាងអត់មួយយ៉ាងគាត់ខ្ញុំសរសើរលោកកែវរេមីត្រង់ថាអីពេលដែលគាត់ជួបលោកស្រីតំណាងឲ្យអង្គការសហជីវជាតិនេះគឺអ្នកស្រី Matilda Bogner បាទដែលជាតំណាងប្រចាំប្រទេសកម្ពុជានៃការិយាល័យឧត្តមស្នងការអង្គការសហជីវជាតិទទួលបន្ទុកសិទ្ធិមនុស្សគឺ UNHCHR ពេលដែលលោកកែវរេមីជួបលោកស្រីគឺលោកកែវរេមីគឺមិនចោលនៅក្នុងការដែលការពារកម្ពុជាយើងពីអំពើឈ្លានពានរបស់ថៃគឺរាយការណ៍ប្រាប់គ្រប់ចំណុចខ្ញុំសូមសរសើរលោកកែវរេមីទៀតគាត់ថាអញ្ចេះគាត់លើកចំណុចសំខាន់មានដូចជាទី1ការរំលោភគឺពលករកម្ពុជានៅប្រទេសថៃរងការរើសអើងការគំរាមកំហែងនិងការប្រើអំពើហិង្សាក្នុងទម្រង់ផ្សេងតកតងនឹងចំនួនព្រំដែននឹងទី2យោធាថៃចាប់រំលោភបូកលើពលករនីខ្មែរម្នាក់នៅពេលត្រឡប់ពីប្រទេសថៃមកប្រទេសកម្ពុជាវិញអាហ្នឹងក៏គាត់រាយការណ៍ជូនដែរការដែលថៃវាយចូលជ្រៅមកក្នុងទឹកដីកម្ពុជាប្រើអាវុធធុនធ្ងន់មានគ្រាប់បែកចង្កោមផ្សែងពុលយន្តហោះចម្បាំង F16 Gripen Fighter Jets T50 បានបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិឯកជនសាធារណៈប្រាសាទព្រះវិហារបង្កឲ្យមានជនភៀសសឹកជាង6សែននាក់បន្តទៀតការដែលថៃព្យាយាមបង្កើតតថភាពថ្មីនៅលើកន្លែងដែលថៃដណ្ដើមបានតាមរយៈការឈូសបំផ្លាញផ្ទះប្រជាពលរដ្ឋការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីក្នុងតំបន់ឈ្លានពាននិងការបន្តកាន់កាប់ដោយខុសច្បាប់និងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជាគាត់រាយការណ៍ដែរទោះជាមានប័ណ្ណឈប់បាញ់ពីថ្ងៃ27ខែធ្នូឆ្នាំ2025ក៏ដោយមកដល់ពេលនេះជនភៀសសឹកនៅជាង20000នាក់នៅឡើយអត់ទាន់ត្រឡប់ទៅផ្ទះវិញហើយថៃនៅតែបន្តឈ្លានពានដែនអធិបតេយ្យកម្ពុជាទៀតខ្ញុំសរសើរលោកកែវរមីការពារប្រទេសកម្ពុជាបានយ៉ាងពេញទំហឹងប្រាប់ទៅលោកស្រី Matilda Bogner នេះបានប្រយោជន៍អីយើងទៅរាយការណ៍ប្រាប់អង្គការសហជីវជាតិបានប្រយោជន៍អីយើងរាយការណ៍ប៉ុណ្ណឹងអត់ទាន់គ្រប់ទេ800លើកជាងហ្នឹងរឿងដែលសំខាន់គឺអង្គការសហជីវជាតិក្រុមប្រឹក្សាសន្តិសុខអង្គការសហជីវជាតិប្រទេសនៅលើពិភពលោកគេដឹងអស់ហើយអ្វីដែលគេអត់ដឹងមួយគឺគេអត់ដឹងថាថៃពិតជាឈ្លានពានកម្ពុជាពិតប្រកបដូចការដែលយើងរាយការណ៍អញ្ចឹងអត់ទេព្រោះអីយើងអត់ប្តឹងគេបើកម្ពុជាប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនិងតុលាការយុត្តិធម៌អន្តរជាតិម៉ោងនេះប្រទេសនៅលើពិភពលោកប្រហែលជាមិនអល់ឯកទេច្បាស់ជាអាចដឹងសខ្មៅហើយប៉ុន្តែកម្ពុជាអត់ប្តឹងលោកកែវរេមីខ្លួនឯងហ្នឹងរាយការណ៍អញ្ចឹងរាយការណ៍ឡើងសឹកមាត់ទៅដោកកោកឆ្អែតតពុះកបីអត់ដែលបានដាក់ពាក្យប្តឹងទៅថៃហើយសូម្បីនិយាយរឿងនារីម្នាក់រំលោភអីហ្នឹងត្រូវគេរំលោភបូករបស់ទាហានថៃទៅសួរលោកទូចសុខៈអ្នកនាំពាក្យក្រសួងមហាផ្ទៃមើលភ័ស្តុតាងនឹងប្រមូលបានដល់ណាហើយលោកនិយាយពីប្រមូលមិនដឹងប្រមូលយកទៅដាក់នៅឯណាហើយចោះមកថាប្តឹងថៃឲ្យសងការខូចខាតរកយុត្តិធម៌ជូននារីដែលជាពលករនីគេចាប់រំលោភបូកដោយទាហានឈុតខ្មៅថៃឥឡូវទៅណាឲ្យភ័ស្តុតាងនឹងទៅណាអស់ហើយលោកសន្យាថាគេបាញ់ថៃបាញ់ខ្មែរយើងស្លាប់នៅតំបន់ភូមិជោគជ័យនោះដែលលើទួលទំនប់ហើយលបួសប្រមាណអ្នកទៀតហើយថាប្រមូលភ័ស្តុតាងដាក់ប្តឹងថៃប្តឹងដល់ណាហើយបើនិយាយពីខ្មែរគ្នាឯងវិញណាកុំតាន់ឡាយដល់ប្រព្រឹត្តខុសគ្រាន់តែធ្វើអីបន្តិចហ្នឹងពុំមានគេចេញសារនឹងគម្រាមរំលាយគណៈបក
ប្រមាណប្រឆាំង3 4ដែលជួបគ្នានឹងទៅបង្កើតអាព័ត៌មានថាបានលុយពីបរទេសឯណារំលាយគេហើយបើរពាក្យណាអីតិច24ម៉ោងទៅចាប់គេដាក់គុកអស់ហើយខ្មែរតើឥឡូវរាប់ខែនេះយុទ្ធធរសម្រាប់ខ្មែរអត់មានបានប្តឹងមួយអាប្តឹងថៃទៅតុលាការជាតិក៏អត់ប្តឹងទៅតុលាការថៃក៏អត់ឥឡូវបាត់ល្មើសតែលោកកែវរេមីនិយាយប្រមាណតុលាការអន្តរជាតិអត់ដែលបានទទួលអីសោះតើពេលដែលយើងមានគ្រោះថ្នាក់ចរាចរណ៍ត្រូវគេបុកស្លាប់គេមកប្លន់ដល់ក្នុងផ្ទះយើងតើយើងយកក្បាលមីក្រូមួយមកហើយយើងនិយាយស្រែកលងមុខផ្ទះយើងថាអយុត្តិធម៌ណាគ្រួសារខ្ញុំគេមកប្លន់ហើយមើលអំពើប្លន់ហ្នឹងគេកាប់ចាក់គេលួចទ្រព្យខ្ញុំគេដុតផ្ទះខ្ញុំចោលហើយយើងនៅស្រែកចឹងរាល់ថ្ងៃឲ្យបាន800ដងឬក៏យ៉ាងម៉េចគឺយើងត្រូវប្តឹងទៅប៉ូលីសប្តឹងទៅតុលាការឲ្យគេរកចំណាត់ការហើយលោកនៅតែធ្វើដដែលអញ្ចឹងខ្ញុំអត់យល់ចឹងបានថារឿងយើងណារឿងស្អីក៏ជារឿងនយោបាយដែរអញ្ចឹងបាទខ្ញុំប្រាប់បងប្អូនទាំងអស់គ្នាស្អីក៏ជារឿងនយោបាយដែរហើយបងប្អូនបើអត់យកចិត្តទុកដាក់នឹងនយោបាយទេបងប្អូនអន់ជាងសัตว์ទៅទៀតព្រោះសំបីតែសัตว์ក៏វាយកចិត្តទុកដាក់រឿងនយោបាយក្នុងការការពារដែនអធិបតេយ្យចំណីអាហាររបស់វាពីការយាយីពីសត្រូវដែរហើយនយោបាយរបស់សัตว์បិទតែវាប្រើសភាវគតិក៏ពិតមែនហើយវាមិនចេះប្រើវិចារណញ្ញាណការគិតគៀកោរអ្នកបោះឆ្នោតដើម្បីឲ្យសัตว์ណាធ្វើជាប្រធានកងកុលសម្ព័ន្ធអីក៏ពិតមែនក៏ប៉ុន្តែនៅក្នុងសភាវគតិរបស់សัตว์គឺអ្នកណាចូលមកក្នុងដែនអធិបតេយ្យរបស់វាគឺវាទប់ហើយវាបបួលគ្នាវាដើម្បីរោមខំនេះគឺជានយោបាយបែបសភាវគតិរបស់សัตว์ដើម្បីការពារប្រយោជន៍របស់ក្រុមគេឯយើងជាមនុស្សយើងមានសភាវគតិផងយើងមានវិចារណញ្ញាណមកជាមួយទៀតអញ្ចឹងយើងលើសសัตว์ច្រើនណាស់ដែលយើងធ្វើនយោបាយដើម្បីកុំឲ្យគេបោកនយោបាយឥឡូវរឿងទាំងអស់ហ្នឹងគឺជារឿងនយោបាយហើយលែងជារឿងបច្ចេកទេសហើយយើងសួរថាហេតុអីបានជាខ្មែរអត់ប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិព្រមទាំងអន្តរជាតិគឺវាផុតពីរឿងបច្ចេកទេសហើយព្រោះបច្ចេកទេសវាគ្មានអីមន្ទិលសំបីតែប៉ុនសរសៃសក់ព្រោះរដ្ឋាភិបាលខ្មែរទាំងអ្នកស្រីម៉ាលីសុជាតាក៏និយាយថាប្រមូលភស្តុតាងប្តឹងទៅតុលាការព្រមទាំងអន្តរជាតិ ICC តាំងពីខែធ្នូចុះបើគាត់ប្តឹងអត់បានហេតុអីបានថ្លែងសារជាសាធារណៈថាប្តឹងថៃទៅតុលាការព្រមទាំងអន្តរជាតិអាហ្នឹងមួយទី2រដ្ឋាភិបាលកម្ពុជាសភាព្រឹទ្ធសភាអីរដ្ឋាភិបាលអីហ្នឹងទូងស្គរដាក់លិខិតជូនដំណឹងទៅ ICJ មួយឆ្នាំមុនថានឹងប្តឹងរឿង4កន្លែងសុទ្ធតែដឹងថារឿងហ្នឹងគឺរឿងបច្ចេកទេសត្រូវតែធ្វើអញ្ចឹងក៏ប៉ុន្តែក្រោយមករឿងទៅជានយោបាយទាំងអស់ទៅជាអាការប្តឹងក៏មិនប្តឹងអាការចាត់ការក៏មិនចាត់ការចេញតែសារអំពាវនាវសុំស្ងប់ស្ងាត់មិនស្ងប់ស្ងៀមអត់ធ្មត់មិនអីគេបោកគ្រាប់បែករបួសទាហានខ្មែរ4 5នាក់គេបាញ់គេដាក់បលាលួសគេអីយើងនៅតែអញ្ចឹងនេះគឺជារឿងនយោបាយហើយនយោបាយបែបនេះណាគឺថៃកំពុងកសាងភាពជាក់ស្ដែងថៃជាក់ស្ដែងយើងនយោបាយថៃជាក់ស្ដែងហ្មងគឺយកឈឹបហ្មងដាក់បលាលួសដាក់បេតុងដាក់អីហើយកុំ